នេះជា model MP5K ដែលវាមានភ្ជាប់មកជាមួយនឹង7នៅក្នុងប្រអប់មួយទម្ងន់របស់វារហូតដល់ជាង1គីឡូសំខាន់វាមាន2ពណ៌ដែលពណ៌ខ្ញុំពុំបង្ហាញនេះគឺជាពណ៌ដីហើយមួយទៀតគឺជាពណ៌ខ្មៅអញ្ចឹងឥឡូវខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកធ្វើការ unboxing ដែលប្រអប់ដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងជាប្រភេទប្រអប់ពណ៌នៅក្នុងនោះយើងនឹងទទួលបាន vertical មួយហើយ scope របស់វាជាភាព red dot មាន7មានកណ្ដុងតមានបង់ថ្លាហើយមកកញ្ចប់នេះក៏គេមានគ្រាប់ឆ្នាំងសាកក៏ដូចជាក្បាលបោះកំប៉ុងទឹកនៅក្នុងនោះដែរអញ្ចឹងសម្រាប់ MP5K នេះទាំងកតុយទាំងទូកណ្ដាលគឺជាប្រភេទជ័រធម្មតាហើយគាត់ថាយើងមើលទៅវាស្អាតដូចពួក premium អញ្ចឹងណាអញ្ចឹងឥឡូវយើងទៅឡើងវាចាប់ពីថ្មទៅមុនដែលយើងដាក់ពីខាងលើនេះកតុយគឺគេមានឆ្នុកមួយសម្រាប់ពីញាត់ vertical នេះគឺយើងចាប់តាមខាងក្រោមដូចធម្មតាអញ្ចឹងយើងដាក់កន្លែងតក៏ដូចជាបងរបស់វាហ្នឹងគឺយើងញាត់ខាងក្រោមនេះដូចគ្នាដល់រួមមកគឺ MP5K នេះគឺមានចំណុចពិសេសចំនួន4ចំណុចហើយយើងនឹងរៀបរាប់ម្ដងមួយចំណុចទី1ពាក់ព័ន្ធជាមួយនឹងកតុយខាងក្រោយរបស់វានេះគឺយើងអាចបោះបានហើយសំខាន់ទម្ងន់របស់វាវិញរហូតដល់ជាងកន្លះគីឡូអ្នកទាំងអស់ចូលដល់ចំណុចទី2ជាមួយនឹងកាយ Armé Single Mode របស់វាជាប្រភេទដៃស្ទប់អ្នកទាំងអស់គ្នាអញ្ចឹងអស់អារម្មណ៍ហ្មងតាក់ទងជាមួយយើង Armé ខ្លាំងពេកខ្លាចបាក់កាយបាក់អីគឺអត់មានទេចំណុចទី3គឺបងរបស់វាជាប្រភេទខ្មៅថ្លាអញ្ចឹងនៅពេលដែលយើងបាញ់ទៅគឺឃើញគ្រាប់រត់ឡើងទៅស្អាតខ្លាំងយ៉ាងមែនហើយចំណុចទី4គឺពាក់ព័ន្ធជាមួយនឹង detail ក៏ដូចជាពណ៌ដែលគេលាបនឹងធ្វើនៅលើតួកំភ្លើងនោះដូចអ្នកទាំងអស់គ្នាឃើញក្នុងវីដេអូមិនគឺខាងក្រៅអញ្ចឹងគឺដូចពួកប្រភេទ premium អញ្ចឹងអ្នកទាំងអស់គ្នាប៉ុន្តែថានេះជាប្រភេទជ័រធម្មតាទាំងតែមទាំង color ទាំងអីគឺគេមានវាយមានឆ្លាក់អីមកច្បាស់ទៅចុងមកដល់ចំណុចដែលស្ទើរចិត្តគឺខ្ញុំមាន2ចំណុចគឺក្បាលខាងមុខរបស់វាដែលជាកណ្ដុងហ្នឹងគេធ្វើមកជាពណ៌តែក្រូចមិនព្រមជាពណ៌ខ្មៅហើយនឹងទី2បងរបស់វាត្រូវតែថាស្អាតមែនប៉ុន្តែយើងដាក់គ្រាប់បានតិចទេដាក់បានប្រហែលជាខ្ទង់50ទៅ60គ្រាប់ទេអញ្ចឹងឥឡូវយើងចូលមកដល់ការ testing ហើយចំពោះចំណុចពិសេសបំផុតសម្រាប់ MP5K នេះគឺបើសិនជាយើងបាញ់ចង្អាយត្រឹម5 6 7ជារៀងឬ1 5 6 7ម៉ែត្រចុះគ្រាប់គឺគ្រាប់របស់វាគឺថេរមែនតើអ្នកទាំងអស់គ្នាអត់ចាញ់ខ្យល់ទេព្រោះពេលនេះអត់ចាញ់ខ្យល់ដូច model ផ្សេងៗដូចជា P9 ទៅតែថាកម្លាំងវាខ្លាំងដែរប៉ុន្តែយើងបាញ់បើខ្យល់ខ្លាំងណាគឺចាញ់ខ្យល់ដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងអានេះគឺមេឃរភ្លៀងខ្យល់ខ្លាំងមែនតើតែវាចង្អាយត្រឹម5 6ម៉ែត្រគឺអត់ចាញ់ខ្យល់ទេដោយសារតែបំពង់ខាងក្នុងរបស់វាហ្នឹងគឺគេធ្វើមកវែងជាងប្រភេទជា blaster ធម្មតារហូតដល់ជាងជិត2ថ្នាំងដៃអ្នកទាំងអស់គ្នាអញ្ចឹងគឺវារក្សាលំនឹងគ្រាប់ដែលវាបាញ់ចេញទៅគឺបានថេរជាងមកផ្សេងយើងរៀបធៀបពីកម្លាំងអីគឺចាញ់ពួកប្រភេទ P9 អ្នកទាំងអស់គ្នាអាចមើលខ្ញុំតេស្តផ្ទាល់ម្ដងទៀតបានអានេះខ្ញុំតេស្តនៅលើឡាំងអ្នកទាំងអស់គ្នាគឺគ្រាប់ដែលហូតទៅបុកឡាំងហ្នឹងគឺវាហូតទៅតែមកកន្លែងនេះគាត់ថានេះខ្ញុំតេស្តហើយជា5 6ជាហ៊ានគឺវាអត់មានសាយឆ្វេងសាយស្ដាំដូចពួក P9 ពេលយើងបាញ់ទៅខ្យល់វារេឆ្វេងស្ដាំអត់ទេអានេះគឺគ្រាប់វាហូតទៅថេរនៅក្នុងកន្លែងនេះវាខុសទៅគ្នាតិចតួចមែនតើ accuracy របស់វាហើយចំពោះពួកប្រភេទបងដែលខ្ញុំបានបញ្ជាក់ពីការ unboxing អញ្ចឹងគឺជាប្រភេទបងខ្មៅខ្លះដែលយើងអាចឃើញគ្រាប់ហូតទៅថេរហ្មងហើយមួយទៀតនៅពេលដែលអស់គ្រាប់អីគឺយើងអាចមើលតាមនឹងបានតែបើចាំបាច់យើងបោះមើលទេអាចមើលទៅបើអស់គ្រាប់យើងបញ្ចូលវាទៅព្រាមហ្មងហើយសម្រាប់ពួកប្រភេទ model MP5K នេះឯងក៏យើងអាចយកវាតជាមួយនឹងកន្លែងភ្លឺឬមួយកន្លែងក៏បានដែរ